left to user តាម command ដំបូងគឺធ្វើទៅលើ print working directory print work ហើយខ្ញុំចូលទី navigate to team folder Trasi cd slash tmp ហើយខ្ញុំប្រើ mk kernel .t ដាក់ឈ្មោះរបស់ខ្ញុំប្រមាញ់/1 បង្កើត subfolder មួយឈ្មោះdotមួយទៀតដាក់ឈ្មោះ image ហើយនឹងមួយទៀតយើងដាក់ឈ្មោះ backup ពី back នឹងបិទវិញហើយយើង enter មួយហើយយើងដាក់ ls មួយមកថាហើយយើងចូលទៅមើល subfolder មួយទៀតអញ្ចឹងវាយ cd cd ឈ្មោះខ្ញុំវិញ subjoin chory command ចុច SL មួយទៀតនេះជាឈ្មោះsubfolder ដែលយើងមកបង្កើតនៅខាងលើនេះមិញហើយយើង cd ចេញមកភ្លាមcd flash tmp ធ្វើមកបាទនេះចូលដល់ចំណុចទី4ហើយខុសcd clear slash tmp ជាទី3តមកយើងចូលដល់ចំណុចទី4គឺយើង create to file in the folder docs ចឹងហើយ
ហើយជាដំបូងខ្ញុំឡើយនេះខ្ញុំប្រើពាក្យឡើយនេះដាក់ឈ្មោះពេញមកខ្ញុំជាពណ៌ T S OK C H O Y អានេះខ្ញុំដាក់ឈ្មោះរបស់ខ្ញុំឲ្យដាក់ slash ដុសមួយហើយខ្ញុំដាក់ slash មួយទៀតហើយបើសញ្ញានេះមកហើយយើងបង្កើតឈ្មោះ file របស់យើងfile 1និងfile 2ហើយខ្ញុំបិទវងកញ្ចក់វិញហើយបន្ទាប់មកចុចមួយដាក់តិច GT ហើយ Enter សួរលោកគ្រូនេះមិញដោយសារតែវា error ដោយសារខ្ញុំដាក់ឈ្មោះកន្លែងនេះខុសហើយខ្ញុំដាក់កន្លែងនេះដាក់ថតចុច slash dus slash ហើយនឹង file 1 file 2ហើយដូចតិចហើយបន្ទាប់មកខ្ញុំចុច Enter នេះហើយចូលមកដល់កន្លែងនេះខ្ញុំដាក់ cd ដកcd ដកឈ្មោះរបស់ខ្ញុំសុកស៊ីឈ្មោះរបស់ខ្ញុំហើយទៅទៀតមួយទៀតខ្ញុំដាក់ cd dos cd do dos បន្ទាប់មកបើសូនេះគឺយើងបាន file 2 file 1 ដកតិចនិង file 2 ដកតិច cd cd ចុចបន្ទាប់មកដើម្បីយើងចេញ folder បន្ទាប់មកយើងប្រើ cd ដកចុចទៀតហើយបន្ទាប់មកយើងចូលមកដល់ទី5យើងប្រើពី user drill command to view structure folder my directory cd ឲ្យឈ្មោះរបស់ខ្ញុំហើយបន្ទាប់មកចូល check មើលទៅនៅក្នុង backup មួយអញ្ចឹងយើងប្រើ cd cd backup b e c k ls ចឹងយកឃើញមានអីទេយើងប្រើ cd ដកក្រោយវិញប្រើ cd មួយទៀតដើម្បីធ្វើក្រោយ
ហើយយើងត្រូវទៅ copy អា file ខាងលើនេះអញ្ចឹងយើងត្រូវ copy យើងប្រើ cp join slash dos slash មួយទៀតនៅហ្នឹងមានតែពីរយើងអាចប្រើផ្កាយបានហើយ join join slash 1 backup backup ហើយ slash មួយទៀតយើង enter មួយឈប់ enter sorry ដល់នេះបន្ទាប់មកយើងមើលមួយ sorry OHLបន្ទាប់មកនៅកន្លែងនេះខ្ញុំប្រើ cd cd join ហើយបន្ទាប់មកចុច cd backup cd backup ហើយនេះជា file ពីរដែលយើងបានទាញមកហ្នឹងយើងបាន copy វាហើយនេះចូលដល់ទី6ដែលយើង copy copy trail command នៅក្នុង view របស់យើងអញ្ចឹងយើងទៅវាយមើលtrail joinចូលចាំមានទៅចឹងទៅ download sudo apt install trail intro the password ហើយ download បានចូល cd មកដើម្បីធ្វើក្រោយទាំងអស់ហើយបន្តិច cd